សួស្តីអ្នកទាំងអស់គ្នាតើអ្នកធ្លាប់មានអារម្មណ៍ភ័យខ្លាចបេះដូងលោតខុសចង្វាក់នៅពេលដែលអ្នកត្រូវឡើងធ្វើបទបង្ហាញទេសម្រាប់អ្នកវិភាគអក្សរសិល្ប៍ឬក៏អ្នកប្រាជ្ញការបញ្ចេញគំនិតគឺជារឿងសំខាន់ថ្ងៃនេះខ្ញុំកូនជឿននឹងបង្ហាញអ្នកពី3ចំណុចសំខាន់ដើម្បីធ្វើបទបង្ហាញប្រកបទៅដោយទំនុកចិត្តទាំងក្នុងថ្នាក់និងក្នុងទីផ្សារការងារតើទំនុកចិត្តកើតចេញពីអ្វីតើយើងត្រូវប្រើភាសាកាយវិការយ៉ាងណាហើយធ្វើម៉េចទើបអ្នកស្ដាប់ទៅជាប់លាប់ជាមួយយើងសូមទស្សនាទាំងអស់គ្នាគោលបំណងចម្បងគឺអ្នកត្រូវដឹងច្បាស់ថាតើអ្នកចង់ឲ្យទស្សនិកជនយល់ឬក៏ជឿឬធ្វើអ្វីបន្ទាប់ពីស្ដាប់ចប់បើគោលដៅច្បាស់ការនិយាយនឹងហូរដោយឯកឯងបទបង្ហាញល្អត្រូវមានសេចក្តីផ្ដើមដែលទាក់ទាញជាហុកដូចវីដេអូនេះទូសេចក្តីជាមួយ3ចំណុចសំខាន់និងសេចក្តីសន្និដ្ឋានជាមួយការអំពាវនាវក្រសែភ្នែកEye contact រក្សាក្រសែភ្នែកទៅអ្នកស្ដាប់ទៅកាន់អ្នកស្ដាប់មើលទៅគ្រប់ជ្រុងនៃបន្ទប់ដើម្បីបង្ហាញភាពស្មោះត្រង់និងភ្ជាប់ទំនាក់ទំនងហើយ engagement ប្រើប្រាស់ដៃដើម្បីបញ្ជាក់ចំណុចសំខាន់កុំប្រើដៃក្រវីក្រវាត់ដោយគ្មានគោលដៅទុកដៃនៅក្នុងហោប៉ៅនិយាយក្នុងរឿងលបឿនល្មមមិនលឿនពេកយឺតពេកត្រូវប្រើសំឡេងខ្ពស់ទាបទៅតាមអត្ថន័យដើម្បីទាក់ទាញចំណាប់អារម្មណ៍ចំណុចសំខាន់គឺកុំអានតាមស្លាយទាំងអស់ការទាក់ទាញដំបូងដោយខ្ញុំបានចាប់ផ្ដើមដោយសំណួរយ៉ាងដូចនេះដែរភាពបត់បែនត្រូវត្រៀមខ្លួនសម្រាប់សំណួរដែលមិនបានរំពឹងទុកឬមានបញ្ហាបច្ចេកទេសផ្ដោតលើអ្វីដែលគេនឹងយកទៅប្រើប្រាស់បានការងាររបស់អ្នកគឺជួយឲ្យអ្នកស្ដាប់ឃើញពីតម្លៃនៃអ្វីដែលអ្នកកំពុងបង្ហាញខ្ញុំសង្ឃឹមថាអ្នកនឹងយកគន្លឹះទាំង3នេះភាពច្បាស់លាស់ពីភាសា